ទីបំផុតកម្ពុជាបញ្ជូនលិខិតផ្លូវការពាក់ព័ន្ធតំបន់កំពុងមានវិវាទជាមួយថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិហើយនៅថ្ងៃអាទិត្យទី15មិថុនាឆ្នាំ2025នេះរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយដើម្បីឲ្យតុលាការជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំបីនេះបើតាមការបញ្ជាក់របស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាមុនសម្រាប់បញ្ជូនបញ្ហាតំបន់ទាំង4ទៅតុលាការយុត្តិធម៌អន្តរជាតិកម្ពុជាបានប្រឹងប្រែងអស់លទ្ធភាពក្នុងការចរចាជាមួយភាគីថៃប៉ុន្តែមិនទទួលបានលទ្ធផលព្រោះថៃនៅតែចិញ្ចឹមចិត្តចង់បាននិងចង់ឲ្យកងទ័ពកម្ពុជាដកថយចេញពីតំបន់មានចំនួនដែលជាទឹកដីរបស់កម្ពុជាបានឈរជើងតាំងពីយូរយារណាស់មកហើយថ្មីនេះទៀតសោតថៃបានសម្រេចបិទព្រំដែនមួយចំនួនជាឯកតោភាគីផងដែរដោយអស់លទ្ធភាពអត់ធ្មត់ថ្មីនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសលែងចរចាជាមួយថៃទៀតជុំវិញបញ្ហានៅតំបន់ទាំង4ខាងលើដោយភាគីកម្ពុជានឹងបញ្ជូនឯកសារប្តឹងទៅតុលាការអន្តរជាតិឲ្យដោះស្រាយតែម្ដងដោយការគ្រោងទុកពិតមែនថ្ងៃទី15មិថុនាឆ្នាំ2025រាជរដ្ឋាភិបាលកម្ពុជាតាមរយៈលោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបញ្ជូនឯកសារពាក់ព័ន្ធនឹងតំបន់ទាំង4ដែលកំពុងមានវិវាទជាមួយថៃទៅតុលាការយុត្តិធម៌អន្តរជាតិជាផ្លូវការសម្ដេចធិបតីបានអះអាងនៅលើទំព័រ Facebook នៅព្រឹកថ្ងៃទី15មិថុនានេះថាកម្ពុជាសម្រេចជ្រើសរើសយកច្បាប់អន្តរជាតិនិងសន្តិភាពបើតាមសម្ដេចធិបតីការបញ្ជូនឯកសារប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនៅថ្ងៃទី15មិថុនានេះគឺចំថ្ងៃដែលកម្ពុជាឈ្នះក្តីថៃលើរឿងប្រាសាទព្រះវិហារកាលពី63ឆ្នាំមុនពលនៅថ្ងៃទី15មិថុនាឆ្នាំ1962ប្រមុខរាជរដ្ឋាភិបាលអះអាងថាទោះបីជាព្រឹត្តិការណ៍ទាំងពីរនេះកើតឡើង63ឆ្នាំខុសពីគ្នាក៏ពិតមែនប៉ុន្តែស្មារតីនិងគោលបំណងគឺដូចគ្នាក៏ព្រោះតែកម្ពុជាជ្រើសរើសយកការដោះស្រាយដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិតាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ ICJសម្រាប់ការដោះស្រាយបញ្ហាព្រំដែននៅតំបន់ដែលមានលក្ខណៈស្មុគស្មាញខ្លាំងនិងមានហានិភ័យខ្ពស់នៃចំនួនប្រដាប់អាវុធហើយយន្តការទ្វេភាគីមិនអាចដោះស្រាយចំដូចនៅតំបន់ប្រាសាទព្រះវិហារកាលពីជាង60ឆ្នាំមុននិងតំបន់ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំបីនាពេលអនាគតសម្ដេចធិបតីអះអាងថាកម្ពុជាមិនត្រូវការអ្វីក្រៅពីយុត្តិធម៌ភាពត្រឹមត្រូវនិងច្បាស់លាស់មួយក្នុងការកំណត់ខ្សែព្រំដែនជាមួយប្រទេសជិតខាងដើម្បីកុំឲ្យកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នាសូមជម្រាបថាកម្ពុជាថៃកំពុងមានកិច្ចប្រជុំគណៈកម្មការព្រំដែនកម្ពុជាថៃ JBC ដែលបានធ្វើឡើងកាលពីថ្ងៃទី14មិថុនាគណៈកិច្ចប្រជុំបានបន្តនៅថ្ងៃទី15មិថុនានេះមួយថ្ងៃទៀតប៉ុន្តែគ្មានបញ្ហាតំបន់ទាំង4ដែលកំពុងមានវិវាទនៅក្នុងរបៀបវារៈនោះទេយ៉ាងណាក៏ដោយសាធារណជនគ្រប់គ្នាបាននឹងកំពុងរងចាំអត់មើលលទ្ធផលថាតើកិច្ចប្រជុំនេះអាចជួយសម្រួលស្ថានភាពកម្ពុជាថៃឲ្យធូរស្រាលដែរឬទេស្របពេលប្រទេសទាំងពីរកំពុងមានភាពល្អកកជាមួយគ្នាបែបនេះ